តាំងពីយូរណាស់មកហើយក្មេងស្រីម្នាក់ឈ្មោះដារ៉ាតែងតែសុបិនឃើញកោះមួយកោះនោះមិនធម្មតាទេគឺធ្វើពីការ៉េមទាំងអស់គាត់ស្រមៃឃើញភ្នំការ៉េមទន្លេសូកូឡានិងឆ្នេរខ្សាច់ស្ករគ្រាប់គាត់ចង់ទៅទីនោះខ្លាំងណាស់ព្រោះគាត់ចូលចិត្តបង្អែមវាជាកន្លែងផ្អែមល្ហែមបំផុតនៅលើលោកថ្ងៃមួយតារាភ្ញាក់ពីគេងនៅក្បែរគ្រែរបស់នាងមានផែនទីចម្លែកមួយផែនទីនោះមានពណ៌ផ្កាឈូកនិងពណ៌សហើយវាបញ្ជាក់ពីផ្លូវទៅកាន់កោះការ៉េមតារារំភើបចិត្តណាស់នាងដឹងថាសុបិនរបស់នាងអាចក្លាយជាការពិតហើយនាងបានរៀបចំដំណើរផ្សងព្រៀងភ្លាមតារារត់ទៅទីធ្លាខាងក្រោយផ្ទះហើយចាប់កណ្ដាងសង់ទួតមួយនាងប្រើប្រអប់ក្រដាសកាតុងធំដំបងឈើខ្លីៗនិងសំប៉ៅមួយធ្វើពីក្រណាត់ចាស់នាងបានដាក់ឈ្មោះទួតនោះថាទួតបង្អែមនាងរៀបចំស្ករគ្រាប់ខ្លះជាអាហារពេលធ្វើដំណើរពេលព្រឹកព្រលឹមតារាចាប់ផ្ដើមបើកទូកនៅសមុទ្រខៀវស្រងាត់ទូកតូចរបស់នាងបានអណ្ដែតលើផ្ទៃទឹកយ៉ាងលឿននាងកាន់ផែនទីក្នុងដៃហើយច្រៀងបទចម្រៀងសប្បាយនាងដឹងថាកោះដែលភឺពីការ៉េមមិនឆ្ងាយទៀតទេបន្ទាប់ពីធ្វើដំណើរយូរតារាស្រាប់តែឃើញអ្វីមួយនៅផ្ដេកវាមានពណ៌ច្រើនដូចឥន្ទនូពេលនាងជួលទៅជិតនាងបានដឹងថាវាគឺជាកោះការ៉េមមែនវាធំជាងការស្រមៃរបស់នាងទៅទៀតក្លិនក្រអូបផ្អែមបានហើរមកបាសច្រមុះនាងតារាបានចតទូកតូចរបស់នាងនៅលើឆ្នេរខ្សាច់នៅទីនោះមានពណ៌សដូចជាការ៉េមវ៉ានីឡាវាត្រជាក់និងផ្អែមនាងបានឈរលើឆ្នេរហើយភ្លក់រសជាតិបន្តិចវាពិតជាឆ្ងាញ់ណាស់នាងសប្បាយចិត្តជាខ្លាំងនាងចាប់ផ្ដើមរត់រុកនាងបានដើរឡើងទៅលើភ្នំខ្ពស់ភ្នំនោះគឺធ្វើពីការ៉េមសូកូឡាខ្មៅនិងសូកូឡាទឹកដោះគោនាងបានបំបែកសូកូឡាមួយដុំតូចហើយញ៉ាំវារសជាតិផ្អែមល្ហែមខ្លាំងណាស់នាងបានមើលឃើញទេសភាពដ៏ស្រស់ស្អាតពីលើកំពូលភ្នំសូកូឡាបន្ទាប់មកតារាបានទៅដល់ទន្លេដ៏ធំមួយទឹកទន្លេនោះមានពណ៌ក្រហមនិងផ្កាឈូកគឺធ្វើពីការ៉េមស្ទ្របែរីរលាយនាងប្រយ័ត្នកុំឲ្យធ្លាក់ចូលទៅក្នុងទន្លេនាងបានប្រើដៃត្រង់ទឹកស្ទ្របែរីបន្តិចដើម្បីភ្លក់រសជាតិជូរអែមពេលនាងដើរលេងនាងបានជួបមិត្តថ្មីម្នាក់គាត់គឺជាខ្លាឃ្មុំស្ករក្រាបកៅស៊ូដែលមានពណ៌បៃតងខ្ចីខ្លាឃ្មុំនោះបានលោតរហ័សរហួននិងញញឹមដាក់នាងតារាសប្បាយចិត្តណាស់ដែលមានមិត្តភក្តិនៃកោះបង្អែមនេះនាងដាក់ឈ្មោះថានំស្ករតារានិងនំស្ករបានចាប់ផ្ដើមលេងជាមួយគ្នាពួកគេបានរកឃើញដើមឈើ cookie wafer ដ៏ធំពួកគេបានបំបែក cookie នោះហើយចាប់ផ្ដើមសាំងប៉មខ្ពស់ប៉មនោះមានច្រើនជាន់ហើយមើលទៅដូចជាប្រាសាទតូចមួយពួកគេសើចក្អាកក្អាយពួកគេបានសម្រាកនៅក្រោមដើមឈើមួយផ្លែឈើនៅលើដើមឈើនោះមិនមែនជាផ្លែធម្មតាទេវាជាការ៉េមមួយស្គូបតារាបានបេះការ៉េមរសជាតិជាអង្ការមួយស្គូបហើយញ៉ាំវាដោយរីករាយនំស្ករបានញ៉ាំស្គូបការ៉េមចេកវាពិតជាស្រស់ស្រាយខ្លាំងណាស់ប៉ុន្តែភ្លាមនោះព្រះអាទិត្យបានបញ្ចេញកម្ដៅខ្លាំងពេកការ៉េមវ៉ានីឡានៅលើដីចាប់ផ្ដើមរលាយបន្តិចម្ដងតារាភ័យបន្តិចហើយនាងមើលឃើញទន្លេស្ទ្របែរីហូរលឿនជាងមុននាងដឹងថាពួកគេត្រូវតែរកកន្លែងត្រជាក់ជាបន្ទាន់ដើម្បីលាក់ខ្លួនតារានិងនំស្ករបានរត់យ៉ាងលឿនពួកគេបានរកឃើញរូងភ្នំមួយដែលមើលទៅដូចជាទឹកកករូងនោះគឺធ្វើពីយ៉ាអ៊ូទឹកកក frozen yogurt ពណ៌ខៀវខាងក្នុងរូងភ្នំគឺត្រជាក់ខ្លាំងណាស់ដូចទូទឹកកកពួកគេបានចូលទៅខាងក្នុងហើយមានអារម្មណ៍ធូរស្រាលនៅខាងក្នុងរូងយ៉ាអ៊ូទឹកកកពួកគេបានរកឃើញប្រភពទឹកចម្លែកមួយវាជាទឹកជ្រោះតូចមួយដែលហូរហៀតែទឹកនោះមិនមែនជាទឹកធម្មតាទេវាជាទឹកជ្រលក់ការ៉ាមែលពណ៌ត្នោតមាសនំស្ករបានយកដៃលូកជ្រលក់ភ្លក្សរសជាតិតារាចូលចិត្តទឹកការ៉ាមែលនេះខ្លាំងណាស់នាងបានជ្រលក់ម្រាមដៃរបស់នាងហើយលិតវានាងញ៉ាំច្រើនពេករហូតដល់មុខរបស់នាងស្អិតចិត្តអស់ហើយនំស្ករក៏ស្អិតដែរប៉ុន្តែពួកគេសប្បាយចិត្តណាស់ពួកគេសើចដាក់គ្នានៅពេលដែលកម្ដៅថយចុះពួកគេបានចេញពីក្នុងរូងភ្នំពួកគេបានឃើញប្រអប់ស្ករគ្រាប់ពណ៌ sprinkles ដ៏ធំមួយពួកគេបានប្រើប្រាស់ស្ករគ្រាប់ទាំងនោះដើម្បីសង់ប្រាសាទមួយនៅក្បែរឆ្នេរវាជាប្រាសាទតូចតែមានពណ៌ស្រស់ស្អាតខ្លាំងណាស់
ព្រះអាទិត្យចាប់ផ្ដើមលិចបាត់ទៅហើយកោះការ៉េមទាំងមូលប្រែទៅជាពណ៌ផ្កាឈូកពណ៌ស្វាយនិងពណ៌មាសផ្ទៃមេឃមើលទៅដូចជាទឹកជ្រលក់បង្អែមដ៏ធំតារាអង្គុយមើលទេសភាពនេះដោយស្ងប់ស្ងាត់វាជាពេលដ៏ស្រស់ស្អាតបំផុតនៃថ្ងៃ តារាបានដឹងថានាងត្រូវតែត្រឡប់ទៅផ្ទះវិញមុនពេលយប់មកដល់វាដល់ពេលនិយាយលាហើយនាងអោបនំស្ករយ៉ាងណាននាងសន្យាថានឹងត្រឡប់មកលេងកោះការីបនេះវិញនៅពេលក្រោយនំស្ករញញឹមនិងក្រវីដៃលាតារាបានឡើងចូលទៅក្នុងទូបង្អែមរបស់នាងវិញនាងកាន់ការ៉េមវ៉ាហ្វែលមួយជាអនុស្សាវរីយ៍ពីកោះនាងក្រវីដៃលាមិត្តភ័ក្តិរបស់នាងទូកតូចបានបើកចេញពីឆ្នេរផ្អែមឆ្ពោះទៅផ្ទះរបស់នាងវិញពេលតារាទៅដល់ផ្ទះនាងដេកលក់យ៉ាងស្កប់ស្កល់នាងនៅតែមានរសជាតិការ៉ាមែលបន្តិចបន្តួចនៅមាត់របស់នាងដឹងថាកោះការ៉េនេះពិតជាមានមែនដំណាប់ផ្សំប្រេងនេះបានក្លាយជាការចងចាំដ៏ផ្លែមល្ហែមបំផុតរបស់នាង